ជំរាបសួរបាទជួបគ្នាជាថ្មីម្ដងទៀតហើយជាមួយនឹង Mobile Style ហើយថ្ងៃនេះ Mobile Style ក៏លើកយកនៅ tweak ចំនួន5យកមករកចែករំលែកដល់បងប្អូនទាំងអស់គ្នាបាទដើម្បីបានយកទៅប្រើប្រាស់ដើម្បីលេង style ទៅលើទូរស័ព្ទដៃ iPhone របស់អ្នកទាំងអស់គ្នាផងដែរអូខេអញ្ចឹងដើម្បីកុំឲ្យខាតពេល tweak ទី1ដែល Mobile Style ចង់បង្ហាញនោះគឺរបៀបជាងលេង style ទៅខាងក្រោយ background របស់របាដករបស់យើងដែលមានលក្ខណៈស្រស់ស្អាតដូច្នេះយើងឃើញខាងក្រោយមានជារូបភាពបាទហើយខាងលើនេះគឺមានជារបាមួយដែលមានជាម៉ោងបាទម៉ោងហើយនឹងថ្ងៃខែឆ្នាំព្រមទាំងមានចំណុចដែលគេហៅថា dot នេះផងដែរអូខេអញ្ចឹងដើម្បីអាចលេង style ដូចនេះបានអ្នកនរគ្នាត្រូវតែចូលទៅកាន់ site នេះហើយធ្វើការ install នៅ tweak មួយដែលគេដាក់ឈ្មោះថាបាទ install tweak មួយដែលគេដាក់ឈ្មោះថា module.doc អូខេពេលយើងផ្សាយឃើញអញ្ចឹងហើយយើងធ្វើការ install វាមកអូខេអញ្ចឹងដើម្បីអាចលេង style ដូចនេះបានអ្នកនរគ្នាត្រូវតែធ្វើការ install នៅ tweak មួយទៀតដែលគេដាក់ឈ្មោះថា send.html អូខេបាទ send.html ហ្នឹងយើងធ្វើការ install វាមកទើបអាចលេង style ដូចនេះបានបាទលេង style ដូចនេះបានអញ្ចឹងបន្ទាប់ពីយើងធ្វើការ install នៅ tweak ទាំងពីរហ្នឹងហើយអ្នកនរគ្នាចូលទៅកាន់ setting បាទបន្ទាប់មកយើង scroll ទៅរក send.html ហ្នឹងមកហើយចុចទៅលើ send.html ហើយបន្ទាប់មកយើងយក home screen បាទបន្ទាប់មកយើងយក background widget អូខេចុចវាមកបន្ទាប់មកយើងចុចទៅលើពាក្យថា add widget ចុចលើវាមកបន្ទាប់មកយើងឃើញថា tweak ដែលយើង download បាញ់មិញ install បាញ់វិញវានៅលើហ្នឹងបាទអញ្ចឹងយើងចុច tick លើវាមកបន្ទាប់មកយើងឃើញថានៅខាងក្រោមនេះព្រោះវាជា tweak ដែលលេង style លើរបាដកអញ្ចឹងយើងសេរីវាយកឲ្យសំរុំទៅតាមដករបស់យើងមកបាទហើយបន្ទាប់មកចុច tick លើវាមកបាទអត់មានអីច្រើនទេយើងត្រឡប់ទៅវិញទៅបាទពេលយើងត្រឡប់ទៅវិញបាទយើងនឹងបាន style របាដកដែលមានលក្ខណៈស្រស់ស្អាតដូចនេះឯងអូខេនេះគឺជា tweak ទី1បាទ style ទី1 tweak ទី2គឺជារបៀបដែលយើងអាចធ្វើការអូខេធ្វើការសារ៉េនៅកម្ពស់របស់ដករបស់យើងបាទអាចសារ៉េទៅលើទៅក្រោមទៅតាមដាក់ទៅទីតាំងណាឲ្យដែលយើងស្រឡាញ់ហើយយើងអាចធ្វើការសារ៉េជួររបាដករបស់យើងឲ្យវាខិតលើចុះក្រោមតាមអ្វីដែលយើងស្រឡាញ់ផងដែរតាមទីតាំងដែលយើងស្រឡាញ់ផងដែរអូខេអញ្ចឹងដើម្បីលេង style ដូចនេះបានអ្នកនរគ្នាគ្រាន់តែចូលទៅកាន់ CD ហើយធ្វើការ install Netflix មួយដែលគេដាក់ថា Docify នេះបាទហើយចូលមកកាន់ setting មកបាទយើងអាចធ្វើការកំណត់នៅទីតាំងរបស់ដកយើងបានអូខេបាទកន្លែងនេះយើងបើកវាតែមួយអញ្ចឹងមកកន្លែង transparent ដកនេះយើងមិនបាច់បើកវាទេបាទមិនបាច់បើកវាទេហេបាទមិនបាច់បើកវាទេហើយកន្លែង high នេះក៏មិនបាច់បើកដែរបន្ទាប់មកកន្លែងហ្នឹងយើងអាចធ្វើការបាទសារ៉េវាបាទឲ្យវែងឲ្យខ្ពស់ឲ្យទាបណាកន្លែងនេះស្រែវាខ្ពស់ទាបឧទាហរណ៍យកប៉ុណ្ណឹងចុះឬក៏យកឲ្យខ្ពស់ជាងហ្នឹងក៏បានដែរបាទអានេះកន្លែងនេះគឺជាកន្លែងដែលយើងសារ៉េនៅ background របស់វាយើងបើកអស់ចេះទៅវាមាន background របស់វាវាឃើញច្បាស់បាទ background ឃើញច្បាស់បាទបន្ទាប់មកកន្លែងនេះយើងអាចធ្វើការសារ៉េនៅdock icon យើងអាចដាក់ថែមបាទបើយើងដាក់យើងសារ៉េតែមួយចេះយើងមាន1មាន2អញ្ចឹងបើយើងដាក់ចេះយើងអាចដាក់ dock icon ចំនួន5អូខេហើយបន្ទាប់មកយើងចុច apply ទៅបាទយើងចូលទៅមើលវាម្ដងទៀតទៅវានឹងឃើញមានលក្ខណៈដូចនេះឯងបាទលក្ខណៈដូចនេះឯងបាទដើម្បីឲ្យមើលឃើញច្បាស់យើងដោះនៅ tweak មួយមុនសិនទៅដើម្បីកុំឲ្យវាជាន់គ្នាបាទអូខេអញ្ចឹងយើងឃើញថាយើងបាន tweak បាន style មួយដែលមានលក្ខណៈដូចនេះឯង
បាទកន្លែងនេះយើងអាចបន្ថែម icon ណាមួយដែលយើងចង់បន្ថែមនៅលើ dock របស់យើងអូខេយើងថែមមកអូខេអញ្ចឹងយើងអាចដាក់ icon បន្ថែមនៅលើបន្ថែមទៀតផងដែរអូខេនេះគឺជា tweak ទី2 tweak ទី3ដែល Mobile Style ចង់បង្ហាញបាទគឺរបៀបដែលយើងលេងពណ៌ទៅលើ color UI របស់យើងបាទពណ៌ទៅលើអក្សរគេហៅថា system UI របស់យើងណាឲ្យមានពណ៌ប្លែកពី system UI ដើមចាស់យើងឃើញមានពណ៌ក្រហមអូខេអញ្ចឹងដើម្បីអាចលេង style ដូចនេះបានអ្នកនរគ្នាគ្រាន់តែចូលទៅកាន់ site នេះហើយធ្វើការ install នៅ tweak មួយបាទដែលគេដាក់ឈ្មោះថា OVIP អូខេនេះ OVIP នេះយើងចូលកាន់ site នេះហើយយើងចូលមកកាន់ setting ដើម្បីធ្វើការកំណត់វាមកអូខេឥឡូវយើងធ្វើការកំណត់នៅពណ៌វាឡើងវិញបាទកន្លែង enable នេះយើងបើកវាមក battery color នេះយើងអាចធ្វើការកំណត់វាយកពណ៌ដែលយើងស្រឡាញ់ឧទាហរណ៍យកពណ៌លឿងអូខេយកពណ៌លឿងកំណត់ហើយកន្លែង battery fill color នេះយើងអាចសេរីវាយកពណ៌លឿងដែរទៅឲ្យដូចគ្នាអូខេកន្លែង cellular bar color នេះយើងអាចកំណត់វាយកពណ៌ផ្ទៃមេឃចេះចុះបាទ Wi-Fi color នេះយើងអាចកំណត់វាយកពណ៌ក្រហមអូខេយើងមានពណ៌រៀងរើសចឹងអស់ហើយបាទរើសចឹងអស់ហើយយើងចុច apply មកអូខេបាទបន្ទាប់មកយើងត្រឡប់ទៅមើល color UI របស់យើងនឹងឃើញថាវាមានការប្រែប្រួលអញ្ចឹងយើងឃើញថាវាមានការប្រែប្រួលហើយយើងឃើញអក្សរវាចេញជាដូរពីពណ៌ក្រហមទៅជាពណ៌បៃតងវិញបាទអញ្ចឹងយើងចូលទៅមើល system color របស់យើងបាទយើងឃើញថាវាមានលក្ខណៈផ្លាស់ប្ដូរប្រែប្រួលដូចនេះឯងអូខេបាទនេះគឺជា tweak ទី3 tweak ទី4ដែល Mobile Style ចង់បង្ហាញបាទគឺរបៀបដែលយើងលេង style ទៅលើ switcher របស់យើងអូខេនេះ switcher របស់យើងឲ្យមានលក្ខណៈប្លែកដូចនេះអូខេនេះប្លែកដូចនេះបាទអញ្ចឹងពេលយើងចូលទៅកាន់ app ណាមួយហើយ app របស់យើងមានបើកនៅ switcher បាទអញ្ចឹងយើងឃើញថាវាមានប៊ូតុង switcher របស់យើងប៊ូតុងបិទបើករបស់យើងហ្នឹងគឺវាមានជារូបភាពប្លែកដូចនេះឯងបាទប្លែកដូចនេះឯងអូខេអញ្ចឹងដើម្បីអាចលេង style ដូចនេះបានអ្នកទាំងអស់គ្នាគ្រាន់តែចូលទៅកាន់ site នេះហើយធ្វើការ install នៅ tweak ចំនួន2ទី1គឺយើងធ្វើការ install នៅ iTimer នេះគឺសម្រាប់លេងធ្វើការលេង team បាទសម្រាប់ធ្វើការលេង team បន្ទាប់មកយើងធ្វើការ install នៅ tweak មួយដែលគេដាក់ឈ្មោះថា Kosova UI switch អូខេអានេះដោយសារវាមានអក្សរពណ៌បៃតងយើងរៀងពិបាកមើលបន្តិចអូខេបាទ Kosova UI switcher អូខេអញ្ចឹងពេលយើងធ្វើការ install នៅ tweak ទាំងពីរនឹងហើយបាទយើងចូលមកកាន់ setting ហើយយើងចូលទៅកាន់ iTimer ហ្នឹងមកបាទចូលកាន់ iTimer ហ្នឹងមកហើយយើងកន្លែង select theme នេះយើងចុចលើវាមកបាទហើយបន្ទាប់មកវាយើងធ្វើការ enable វានេះបើសិនជាយើងអត់ទាន់ enable ទេបាទវាអត់ទាន់ enable ទេវានៅខាងក្រោមនេះកន្លែងនេះនៅខាងក្រោម disable នេះអញ្ចឹងដើម្បីឲ្យ tweak នឹងដំណើរការយើងអូសវាទៅរក enable ទៅដាក់ទៅខាងលើចេះហ្នឹងមកបាទអូខេដាក់ទៅខាងលើចឹងមកបន្ទាប់មកចុច apply មក tweak នឹងដំណើរការអូខេពេលដំណើរការហើយយើងនឹងបាន style នៅ switcher របស់យើងដែលមានលក្ខណៈស្រស់ស្អាតដូចដែលយើងបានឃើញបាញ់មិញចឹងឯងអូខេបាទនៅឲ្យតែមានកន្លែងបើកជា switcher មាន switcher ដែលយើងបើកហ្នឹងបាទវាមានលក្ខណៈជារូប switcher ប្លែកអំពីដើមចឹងឯងអូខេនេះគឺជា tweak ទី4 tweak ទី5ដែលជា tweak ចុងក្រោយនោះគឺរបៀបដែលយើងលេង style ទៅលើ Google search របស់យើងអូខេឧទាហរណ៍យើងចូលទៅកាន់ Safari បាទចូលទៅកាន់ Safari បាទហើយយើងចង់ធ្វើការ search ទៅលើអត្ថបទអីមួយបាទ
dương còn đặt select lừa ở tập bot nốt là mình chỉnh và tập máu viên nâng chỉnh rồi bà bạn ní hay và tập máu dương cho search tới viên nâng chỉnh tiền Google search mũi và đàn miên lệ cả nạ mũi cứ nêu lược tiền Safari Play bảo dương và Safari trả bảo dương hay vì miên lệ cả nạ Play dương ai search phim và từ lừa ở tập bot từ lừa thay thọ là mỗi đại dương chọn search thì họ vì chẳng má dương cho select lừa vía miền copy lục app share translate chứ dương ai bỏ prai bỏ ai bán rồi coi dương cho search vía cho lừa nhà search máu vía đang tranh nộp tiền Windows muối và sầm rạp Windows Internet muối sầm rạp thì dương thua cả search từ lừa ở với đại dương chọn search ok chẳng làm bài ai lên style được cho bạn này đó khi còn tại chỗ thực hành sai đĩa hay thực hiện install là việc mới đây cả đại chúng ta set UM Pro ok set UM Pro này nhưng thực hiện install máu vàต่อมาយើងអាចធ្វើការកំណត់នៅមុខងារមួយចំនួននៅលើវាយើងចូលទៅកាន់វាទៅបើក enable credit នេះមិនបាច់ទេហើយកន្លែងនេះកន្លែងសញ្ញារូបផ្នែករបស់យើងនេះVisual Customization នេះយើងអាចធ្វើការកំណត់បាននៅពណ៌របស់វាបាទនៅពណ៌របស់វាកន្លែងនេះបើសិនជាយើងចង់បានវាជាលក្ខណៈ dark mode យើងយកកន្លែង dark mode មកហើយកន្លែងនេះបាទយើងអាចធ្វើការកំណត់ទំហំកម្ពស់បាទកម្ពស់ឬក៏ទំហំរបស់វាបានដែលសេរីឲ្យតូចឬក៏ធំទៅតាមអ្វីដែលយើងចង់បានកន្លែង close icon នេះយើងអាចការសេរីយកពណ៌វាមានលក្ខណៈផ្សេងឧទាហរណ៍សេរីយកពណ៌ក្រហមចុះ back ទៅវិញហើយកន្លែង browser icon នេះយើងអាចសេរីវាយកពណ៌ខៀវអូខេយកពណ៌ខៀវ back ទៅវិញហើយកន្លែង back icon នេះយើងអាចសេរីវាយកពណ៌អូខេយកជាពណ៌បៃតងអញ្ចឹងទៅ back ទៅវិញហើយកន្លែងនេះបើយើងអាចសេរីវាយកជាពណ៌លឿង back ទៅវិញទៅហើយកន្លែងនេះយើងអាចសេរីវាយកជាពណ៌ទឹកក្រូចអូខេសេរីវាយកជាពណ៌ទឹកក្រូចចឹងមកបាទអញ្ចឹងពេលយើងកំណត់រួចរាល់ហើយយើងមិនអីត្រូវធ្វើការ explain ទេ fix ហ្នឹងយើងត្រឡប់ទៅវិញទៅបាទត្រឡប់ទៅវិញទៅបន្ទាប់មកយើងចូលទៅកាន់ Safari ហើយយើងធ្វើការ search ទៅលើអ្វីមួយដែលយើងចង់ search អូខេវាចេញមកអញ្ចឹងបាទអញ្ចឹងអាចចុច search វាបាទចុចឲ្យជាប់ទៅលើអត្ថបទឬក៏ title ណាមួយដែលយើងចង់ search ទៅវានឹងចេញប៊ូតុង search ឲ្យយើងចុច search មកបាទអញ្ចឹងវានឹងចេញនៅWindows មួយទៀតផ្ទាំង search មួយទៀតនៅខាងក្រោយនៅពីមុខរបស់ផ្ទាំង search ចាស់បាទហើយយើងអាចបិទ Safari ចោលទៅយើងឃើញថាវាបាទវាមានផ្ទាំងមួយសម្រាប់យើង search អញ្ចឹងវាមានពណ៌ទៅតាមអ្វីដែលយើងបានកំណត់បាញ់មិញបាទកន្លែង close button នេះចេញពណ៌ផ្កាឈូកកន្លែងសញ្ញា Safari នេះចេញពណ៌ខៀវកន្លែង back នេះបៃតង forward នេះចេញពណ៌លឿងបាទហើយកន្លែងនេះវាចេញមានពណ៌អីផ្សេងបាទទៅតាមអ្វីដែលយើងកំណត់បាទហើយយើងអាចធ្វើការ scroll នៅ icon លើ home screen របស់យើងបានដោយបាទមានលក្ខណៈស្រស់ស្អាតដូចនេះឯងអូខេអរគុណសម្រាប់ការតាមដានទស្សនាថ្ងៃនេះមានតែប៉ុណ្្នឹងទេខុសឆ្គងយ៉ាងណាក៏សូមអធិស្ឋានពីនេះមកវត្តស្តាក៏សូមជម្រាបលាជួបគ្នានៅវីដេអូលើកក្រោយទៀត